បាទអញ្ចឹងយើងមកវិភាគតាក់ទងជាមួយនឹងតម្លៃទីផ្សារមាសឬក៏យើងវិភាគទៅលើក្រាបមាសណាថាតើទំនោរទីផ្សារមាសហ្នឹងវានឹងឡើងទៅលើទៀតឬក៏វានឹងចុះមកវិញអញ្ចឹងយើងឃើញថាតម្លៃទីផ្សារមាសហ្នឹងវាព្យាយាមស្ថិតនៅក្នុងរ៉េងទូចមួយដែលតម្លៃទីផ្សារវាមានការឡើងចុះអញ្ចឹងណាដូចយើងឃើញនៅក្នុងរូបភាពអញ្ចឹងបាទវាមានការឡើងចុះនៅក្នុងទំនោរមួយបាទប៉ុន្តែតម្លៃទីផ្សារមាសហ្នឹងគឺភាគច្រើនគឺវា follow ទៅតាមព័ត៌មានទេបាទអញ្ចឹងតម្លៃទីផ្សារមាសហ្នឹងវា follow តាមព័ត៌មានណាបើយើងមើលទៅគឺវាអាចនឹងព្យាយាមរត់នៅក្នុងតំបន់នេះបាទតំបន់នេះណាអញ្ចឹងគោលដៅមាសហ្នឹងអាចនឹងព្យាយាមធ្លាក់មកក្រោមបាទអាចនឹងព្យាយាមធ្លាក់មកក្រោមទៀតអានេះបើតាមយើងមើលទៅលើឆាតទីផ្សារបច្ចុប្បន្នប៉ុន្តែតម្លៃទីផ្សារមាសហ្នឹងបើសិនជាវារត់បែកមានថាវារត់បែកឡើងទៅលើចំណុចនេះណាបាទបើសិនជាវារត់ឡើងទៅលើខ្ពស់ចេះបាទអញ្ចឹងឬក៏វាបិទនៅក្នុងតម្លៃ3300នៅក្នុងសប្តាហ៍ហ្នឹងបាទនៅក្នុងសប្តាហ៍ហ្នឹងតម្លៃមាសបើសិនជាវាបិទនៅ3300អញ្ចឹងតម្លៃហ្នឹងវានឹងព្យាយាមឡើងបន្តទៀតដល់3370ឬក៏3390បាទរងចាំវាបែក3400តទៀតអញ្ចឹងណាប៉ុន្តែបើសិនជាតម្លៃទីផ្សារមាសហ្នឹងវាបិទក្រោម3200បាទបើសិនជាវាបិទក្រោម3200បញ្ជាក់ថាអ្នកដែលគាត់លក់ហ្នឹងមានចំនួនច្រើនជាងអ្នកដែលគាត់ទិញបាទអ្នកដែលគាត់លក់មានចំនួនច្រើនជាងអ្នកទិញណាអញ្ចឹងតម្លៃទីផ្សារមាសហ្នឹងវានឹងព្យាយាមធ្លាក់រហូតដល់3150បាទ3150អញ្ចឹងតម្លៃទីផ្សារមាសហ្នឹងគឺយើងរងចាំមើលនៅក្នុងអាទិត្យហ្នឹងបើសិនជានៅក្នុងអាទិត្យហ្នឹងតម្លៃមាសហ្នឹងវាមានការធ្លាក់ចុះក្រោម3200អញ្ចឹងវាអាចនឹង confirm ធ្លាក់ចុះតទៀតមកដល់3150ឬក៏3160តែបើសិនជាក្នុងអាទិត្យហ្នឹងតម្លៃទីផ្សារវាបិទលើ3300បាទឬក៏3311 12អញ្ចឹងតម្លៃទីផ្សារមាសហ្នឹងវានឹង confirm ឡើងដល់3370ឬក៏អាចក្បែរ3400ហើយយើងរងចាំមើលតទៀតថាតើវាអាចនឹងបែក3400តទៀតអត់អញ្ចឹងណាបាទយរួមទៅតម្លៃទីផ្សារមាសគឺយើងមើលនៅក្នុងអាទិត្យហ្នឹងបែបហ្នឹងអញ្ចឹងបើសម្រាប់អ្នកដែលគាត់ចង់ទិញលក់អីគឺនៅអាទិត្យក្រោយយើងអាចធ្វើការទិញឡើងបើសិនជាវាបិទលើ3300បើសិនជាវាបិទក្រោម3200អាហ្នឹងយើងធ្វើការលក់ចុះមកវិញបាទអញ្ចឹងតកតងជាមួយនឹងការវិភាគនៅក្នុងអាទិត្យហ្នឹងតកតងជាមួយនឹងតម្លៃហាងឆេងមាសបាទ